ហើយជំងឺក្នុងចិត្តរបស់យើងហ្នឹងវាមានច្រើនទៅទៀតឧទាហរណ៍ថាលោភលន់ខ្លាំងពេករស់ស៊ីបាន1000ណាប៉ុន្តែលោភលន់ចង់បាន10000ហើយអា9000នោះក៏វាអត់ហើយអា1000ដែលរកបាននោះក៏អត់បានសប្បាយជាមួយអញ្ចឹងតើរៀនសម្ដោះតាមសមត្ថភាពដែលយើងធ្វើទៅបានហើយប្រឹងតទៅទៀតមិនមែនថាឲ្យខ្ជិលទេឲ្យប្រឹងតទៅទៀតទៅប៉ុន្តែឲ្យវាមានសេចក្តីរីករាយជាមួយនឹងសមត្ថភាពដែលយើងធ្វើទៅបានហើយមេរោគចិត្តហ្នឹងវាមានច្រើនប្រភេទណាស់អញ្ចឹងយើងអាចរកថ្នាំណាតាមរយៈការសិក្សារៀនសូត្រតាមរយៈការស្ដាប់ការទូន្មានរបស់អ្នកចេះអ្នកដឹងទៅយកមកព្យាបាលចិត្តរបស់យើងដែលមានមេរោគហ្នឹងទៅចិត្តហ្នឹងវាបានសុខភាពល្អខនបើជីវិតហ្នឹងក៏បានសេចក្តីសុខដែរតាមមួយថ្ងៃ24ម៉ោងវាមានពេលថ្ងៃរះវាមានពេលថ្ងៃលិចហើយយប់ចឹងទៅហើយព្រលឹមឡើងក៏វិលមកវិញមកជីវិតរបស់យើងហ្នឹងវាអញ្ចឹងដែរវាមានពេលខ្លះជួបរឿងល្អតែហើយវាមានពេលខ្លះជួបរឿងមិនល្អតែបើក្នុងពេលថ្ងៃយើងផឹងប្រែងប្រកបមុខរបររស់ស៊ីទៅដល់ដល់ពេលយប់យើងដេកទៅសម្រាកខ្លួនតែយ៉ាងណាក្នុងជីវិតហ្នឹងយើងត្រូវតែហ៊ានទទួលយកការពិតទាំងសងខាងទាំងរឿងល្អទាំងរឿងមិនល្អទាំងចំណេញទាំងខាតទាំងសរសើរទាំងនទាទាំងជាទាំងឈឺទាំងជួបទាំងព្រាត់វាជាធម្មជាតិដែលគ្មានពីណាអាចជៀសផុតបានទេស្ដេចផែនដីមន្ត្រីសូម្បីតែពុទ្ធផ្ទាល់ព្រះអង្គហ្នឹងក៏ព្រះអង្គនៅតែជួបរឿងអញ្ចឹងប៉ុន្តែរឿងអញ្ចឹងនៅតែជួបប៉ុន្តែព្រះអង្គមិនមួម៉ៅក្តៅក្រហាយពិបាកចិត្តនឹងរឿងទាំងអស់ហ្នឹងឯងពីព្រោះរឿងទាំងអស់ហ្នឹងវាជារឿងធម្មជាតិហើយបើយើងប្រឆាំងនឹងធម្មជាតិហ្នឹងយើងពិបាកវិញឯងឧទាហរណ៍ថាបើយើងដេកយំខាត់ថ្ងៃថាថ្ងៃអីកុំលិចងឹតទេកុំមកខ្ញុំអត់ចង់ឲ្យអ្នកមកទេសូម្បីតែយើងដេកកើតទុកយំរូងភ្នែកទៅទៀតក៏យប់វានៅតែមកថ្ងៃវានៅតែលិចអញ្ចឹងតើតែយើងមានបញ្ញាមួយហ៊ានទទួលយកការពិតនៃជីវិតអញ្ចឹងរឿងល្អគឺយើងរីករាយជាមួយរឿងមិនល្អយើងចាត់ទុកថាជាឱកាសមួយដែលអភិវឌ្ឍសមត្ថភាពតទល់នឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយបន្តដំណើរទៅមុខទៀតអញ្ចឹងបង្កើតទុកពេលថ្ងៃនេះ